Hello ស្រីអរគ្នាសូមស្វាគមន៍មកកាន់ Java Programming អូខេយើងជួបតែមេរៀនមួយទៀតទាក់ទងជាមួយនឹង abstract class អ្វីដែលជា abstract class អូខេខ្ញុំដាក់ថា abstract class នៅពេលដែលយើងសិក្សាពី abstract class ក៏យើងសិក្សាពី method abstract method ដែរហើយ abstract class ជាអ្វី abstract class គឺជាគម្រោងជាផែនការឬក៏ជាខួរក្បាលដែលយើងបំរុងរៀបនឹងធ្វើប៉ុន្តែ abstract class គឺមិនធ្វើទេប៉ុន្តែវាផ្ដល់ឲ្យគេធ្វើអូខេអត់បានន័យថានៅពេលដែលយើងចាប់ដើមដាក់ជា abstract class ជាង class មួយនេះគឺមិនអាចយកទៅបង្កើត object បានទេ class មួយហ្នឹងគឺបានត្រឹមតែឲ្យគេ inheritance ទេអូខេឥឡូវខ្ញុំដាក់ថា parent p ស្មើនឹង new parent អូខេអញ្ចឹងវាដើរធម្មតាទេអត់មាន error ទេប៉ុន្តែនៅពេលខ្ញុំដាក់ពាក្យថា abstract keyword abstract ដាក់ malware បង្ហាញទេ parent is abstract cannot be instant អូខេ instantial មានន័យថាវាមិនអាចធ្វើការ instant បានទេពេល instant ខុសគ្នាមួយ instant មួយ extend នេះគឺជា inheritance ការ extend ហើយមួយទៅ instant ស្មើទៅលើការបង្កើត object អញ្ចឹងដល់ពេលបង្កើតជា abstract class យើងដាក់វាជា abstract class ហើយយើងមិនអាចយកវាបង្កើតជា object បានទេអូខេវាមិនឲ្យទេ deny អូខេបន្តមកទៀតយើងធ្វើការជាមួយនឹង class ផ្សេងដែល class នោះធ្វើការ extend ឬក៏ inheritance ទៅកាន់ abstract class អូខេអត់អូខេអញ្ចឹងខ្ញុំបង្កើត child c ស្មើនឹង new child អូខេធម្មតាអត់បញ្ហាអត់អូខេបន្តមកទៀតខ្ញុំចាប់ដើមបង្កើតmethod ខ្ញុំដាក់ void surname អូខេខ្ញុំឧទាហរណ៍ method ដែរយើងស្រួលក្នុងការយល់ខ្ញុំដាក់ថា system.out.println ខ្ញុំថា this is method of parent class ឬក៏ of abstract class អូខេបន្តមកទៀតខ្ញុំធ្វើការហៅវា c dot surname c dot surname អូខេ run program អូខេដល់តាម this is method of abstract class អូខេអញ្ចឹង abstract class អាចមានលក្ខណៈធម្មតាលក្ខណៈ method ធម្មតាដូច class ធម្មតាអញ្ចឹងអូខេហៅប្រើប៉ុន្តែ abstract class មិនអាចធ្វើការជា object បានទេគឺវាអាចត្រឹមតែជា inheritance ដូចអញ្ចឹងមួយទៀត abstract class ក៏វាមាន abstract method ដែរចំដើមវាថា abstract អូខេមួយទៀត abstract method គឺសំខាន់មែនទែននៅពេលសិក្សាពី abstract class ក៏មាន abstract method កុំឆ្ងល់ប៉ុន្តែនៅពេលដែលមាន abstract method ដាច់ខាតត្រូវតែមាន abstract class ឧទាហរណ៍ខ្ញុំបង្កើតអូខេឥឡូវខ្ញុំឧទាហរណ៍ abstract method សិនខ្ញុំដាក់ថា abstract void say អូខេអញ្ចឹងខ្ញុំបង្កើតថា abstract ហើយខ្ញុំបើក body វាឥឡូវដាក់មកលើវា error គេ abstract method cannot have a body បានន័យថាទីនេះគឺជា body របស់វាដូចអញ្ចឹងអានេះគឺ body ប៉ុន្តែវាជា method ធម្មតាប៉ុន្តែនេះជា abstract method អញ្ចឹងនៅក្នុង Java programming abstract method ដូចជាភាសា C# ភាសា C អញ្ចឹងគឺមិនឲ្យមាន body ទេគេអត់អញ្ចឹង abstract method នេះគឺគ្រាន់តែជាការ declare បញ្ហាគ្រាន់តែជាគម្រោងដែលគេដាក់ទៅឲ្យត្រូវតែមានប៉ុន្តែមិនឲ្យអនុវត្តនៅក្នុងខួរក្បាលទេមិនន័យថា abstract គឺជាខួរក្បាលតែមិនបានអនុវត្តទេគ្រាន់តែគិតទុកអូខេអញ្ចឹងវាជា abstract method វាមិនត្រូវការ body ទេយើងគ្រាន់តែដាក់ថា abstract ជា method ជាឈ្មោះ method បូកចក់យកម្ដងអូខេបន្ទាប់មកយើងបង្កើត abstract method ជាមួយនឹង abstract class ហើយអញ្ចឹងនៅក្នុង child នេះគឺយើងត្រូវតែអនុវត្តទៅតាមគម្រោងដែលបានដាក់ឲ្យគឺគម្រោងគេគឺជា abstract class ដែលអនុញ្ញាតឲ្យយើង inheritance ប៉ុន្តែនៅពេលដែលយើងធ្វើការ inheritance ទៅកាន់ abstract class យើងត្រូវតែហៅ method ឬការ implement ឬក៏ដាក់ body ដែលឲ្យគម្រោង
ផ្នែកតូចៗនេះដាច់ខាតត្រូវតែធ្វើបើគ្មានផ្នែកតូចៗហ្នឹងទេក៏គ្មានគម្រោងធំដែរអូខេអញ្ចឹងគេត្រូវឲ្យយើងអនុវត្តភ្លាមអញ្ចឹងដាក់មកលើវាមកថា child is not abstract and does not override abstract method say in parent អញ្ចឹងវាចង់ឲ្យយើងបង្កើតជា method របស់នេះមិនได้ថាយក method មួយនេះមកដាក់ឲ្យអនុវត្តម្ដងអូខេចាំមកលើវាមកហើយយើង implement all abstract method អូខេពីព្រោះថាយើងធ្វើការ inheritance ទៅកាន់ abstract ខ្លះអញ្ចឹងយើងត្រូវតែ implement ឬក៏ត្រូវតែបង្កើត body គ្រប់ abstract method ទាំងអស់របស់ខ្លះមួយហ្នឹងអូខេអញ្ចឹងដាក់មកលើវាមកយើង click លើវាថា implement all abstract method អូខេអញ្ចឹងវាបង្កើតយើងស្រាប់តែម្ដងអូខេយើងមិនបាច់សិក្សានេះទេបတ်ចោលសិនទៅអូខេអញ្ចឹងវាបង្កើតយើងថា void say អូខេអត់បើសិនជាយើងមិនដាក់ទេគឺ error យើងចង់លុបចោលក៏បានយើងចង់ដាក់វិញក៏បានអូខេវានឹងធ្វើការ override ទៅកាន់ abstract method ពីព្រោះថា abstract method នេះគឺវាត្រូវការ implement បើសិនជាយើងដាក់ផែនការយើងឲ្យធ្វើអញ្ចឹងមិនមែនជាផែនការទេពីព្រោះថាផែនការធំមួយគឺមានផែនការតូចៗជាច្រើនដែលត្រូវធ្វើបើគ្មានផែនការតូចទេគឺគ្មានការផែនការធំទេអូខេអញ្ចឹងដល់ពេលយើងធ្វើការ inheritance ទៅកាន់ abstract ខ្លះគឺយើងត្រូវតែអនុវត្តគ្រប់ abstract method ទាំងអស់មិនថា method ណាក៏ដោយថាខ្ញុំ copy វាបាទ say 1 say 2 say 3 អូខេ illegal start type abstract method ខុសកន្លែងណាអូមាន parameter void say set2 អូខេអញ្ចឹងឥឡូវនេះយើងមាន abstract method តែបើសិនជាយើងអត់មាន abstract ថាឥឡូវខ្ញុំលុបវាចោលខ្ញុំបិទអានេះចោលសិនអញ្ចឹងដល់ពេលខ្ញុំបិទវាចោលចេះទៅមិនได้ថាអូខេឆាលអត់មាន error ទេហេតុអ្វីពីព្រោះថាឥឡូវនេះវាគ្រាន់តែជា abstract ជា class ធម្មតាប៉ុន្តែគេដាក់ abstract គឺមិនអនុញ្ញាតឲ្យបង្កើត object ទេគឺត្រូវតែពឹងពាក់លើគេអូខេពឹងពាក់លើឆាផ្សេងហើយវាមាន method ធម្មតាយើងចង់ហៅប្រើក៏បានយើងមិនចង់ហៅប្រើក៏បានប៉ុន្តែបើសិនជា abstract ខ្លះនេះគឺមាន abstract method ទាំងអស់នេះអ្នកទាំងអស់គ្នាគឺត្រូវតែ override វាឬក៏ implement វាឬក៏បង្កើត body វាគឺដាច់ខាតតែម្ដងបើមិនចឹងទេគឺវាមិនអាចដំណើរការទេអូខេអញ្ចឹងដល់ពេលយើងចុចលើវាមកយើង click implement all abstract method តែបើយើងមិនចង់ implement នៅក្នុង IDE ទេអានេះគឺ IDE ជា reset ជាតែយើងមកវាប្រាប់ថានឹង error add implement ទាំងអស់ទៅបង្កើត body ឲ្យមើលអត់ទៅអូខេបានបង្កើតមកឲ្យខ្ញុំមានខ្លះមាន say 1 say 2 say 3អូខេបានឬក៏យើងបង្កើតខ្លួនយើងមកថាឥឡូវខ្ញុំចូល say ច្រើនខ្ញុំដាក់តែមួយមកយើងបង្កើតខ្លួនយើងដាក់ថា void say បាទប៉ុណ្ណោះចប់អូខេអត់បញ្ហាដល់ធម្មតាអូខេអញ្ចឹងនឹងហើយគឺជា abstract ខ្លះនៅក្នុងការសរសេរ abstract ខ្លះបើសិនជាខ្លះមួយមាន method ជា abstract អញ្ចឹងខ្លះនោះគឺត្រូវតែជា abstract ខ្លះអញ្ចឹងខ្ញុំបបចោលអូខេ error ដាក់មកលើវាមក parent is not abstract does not override abstract method say ប៉ុន្តែខុសនេះត្រង់ថានៅពេលដែលយើងមាន abstract method ហើយប៉ុន្តែយើងខ្លះយើងជាខ្លះធម្មតាអញ្ចឹងវាមិនអនុញ្ញាតឲ្យយើងទេគឺយើងត្រូវតែបង្កើត abstract ខ្លះដូចគ្នាអូខេអញ្ចឹងមានតែ abstract ខ្លះទេដែលមាន method abstract ហើយ method abstract ទេដែលស្ថិតនៅក្នុងabstract ខ្លះអូខេប៉ុន្តែនៅក្នុង abstract ខ្លះគឺអាចមាន method ធម្មតា return តម្លៃ public private ដូចធម្មតាបើថាវាគឺជា class ធម្មតាប៉ុន្តែដល់ឡៃវាមាន method ចំនួន2 method ទី1ជា method implementation ឬក៏ method ដែលមាន body ជា method ធម្មតា method ទី2គឺជា method abstract គឺមានតែការ declare ទេមិនថាគឺគ្រាន់តែដាក់ឈ្មោះទេដើម្បីឲ្យយើងយកទៅអនុវត្តនៅក្នុង class ផ្សេងទៀតពីព្រោះថា class នេះគឺតម្រូវឲ្យគេ inheritance អញ្ចឹងគេបង្កើត abstract នេះដើម្បីឲ្យគេអនុវត្តនៅក្នុង class ផ្សេងទៀត class គេ inheritance ហ្នឹងអូខេចាំមានរឿងមានប៉ុណ្ណឹងនិយាយអំពី abstract class ហើយនិង method abstract method ដើម្បីស្វែងយល់វាទៅតង់ inheritance ដែរអូខេអញ្ចឹងជួបគ្នាក្រោយទៀតសូមអរគុណបាយបាយ